ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបធ្វើតែម្ជូរព្រឹកនេះជាគ្រឿងផ្សំដែលយើងមានទឹកស្អាតចំនួន2លីត្រកាម្ជូរព្រឹកចំនួន40ក្រាមស្ករពណ៌ត្នោតឬស្ករអំពៅចំនួន300ក្រាមក្រូចឆ្មាចំណិតសម្រាប់តុបតែងពីលើកែវអញ្ចឹងយើងមកចាប់ផ្ដើមធ្វើទាំងអស់គ្នាចាក់ទឹកទាំងអស់ចូលក្នុងឆ្នាំងហើយដាំឲ្យពុះពេលដែលទឹកពុះចាក់កាម្ជូរព្រឹកចូលរួចស្ងោររយៈពេល3នាទីទៅ5នាទីបន្ទាប់ពី5នាទីមកបិទភ្លើងចង្ក្រានហើយដួសកាម្ជូរព្រឹកចេញបន្ទាប់មកចាក់ស្ករទាំងអស់ចូលកូរឲ្យរលាយស្ករហើយទុកឲ្យត្រជាក់ពេលដែលតែម្ជូរព្រឹកត្រជាក់ហើយចាក់ចូលដបរួចទុកក្នុងទូទឹកកកបានរយៈពេល3ថ្ងៃចំពោះខ្ញុំតែម្ជូរព្រឹកចំនួន250 ml បន្ថែមក្រូចឆ្មាមួយចំណិតគឺជូរផ្អែមល្មមដាក់ទឹកកកមួយកែវតុបតែងដោយចំណិតក្រូចឆ្មាពីលើរួចចាក់តែម្ជូរព្រឹកចូលនិងបន្ថែមជាអង្កាមពីលើជាការស្រេចជាចុងក្រោយបើមានសំណួរឬយោបល់អ្វីសូមសរសេរ comment នៅខាងក្រោមសូមបងប្អូនជួយចុច subscribe YouTube Channel របស់ខ្ញុំដើម្បីជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនសូមជម្រាបលា